សួស្តីបងប្អូនអរគ្នាតោះយើងវិលមកស្ដាប់ជាមួយសាច់រឿងថ្មីដែលមានចំណងជើងថាឆាកជីវិតស៊ីម៉នទោះលំបាកយ៉ាងណាក៏មិនបោះបង់កូនការចិញ្ចឹមបីបាច់គឺជាបន្ទុកយ៉ាងធ្ងន់សម្រាប់ឪពុកម្ដាយជាពិសេសសម្រាប់គ្រួសារដែលមានជីវភាពក្រីក្រទោះជាយ៉ាងណាក៏ដោយក៏លោកទាំងពីរមិនដែលបោះបង់កូនចោលដែរគឺសុខចិត្តទ្រាំតស៊ូធ្វើការស្រាលធ្ងន់ដើម្បីចិញ្ចឹមកូនតាំងពីបាតជើងក្រហមរហូតដល់ធំដឹងក្តីមានសមត្ថភាពរកស៊ីចិញ្ចឹមខ្លួនឯងបានតោះបងប្អូនអរគ្នាយើងចូលទៅស្ដាប់សាច់រឿងពេញទាំងអស់គ្នាអញ្ចឹងមុននឹងចូលស្ដាប់សាច់រឿងពេញសូមបងប្អូនអរគ្នាមេត្តាជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងណាដើម្បីទទួលបានសាច់រឿងថ្មីៗឲ្យបានទាន់ចិត្តទាន់ពេលវេលាតោះយើងចូលស្ដាប់សាច់រឿងទាំងអស់គ្នាស្ថិតនៅក្នុងវ័យ23ឆ្នាំស៊ីម៉នមានកូន2នាក់នៅក្នុងបន្ទុកប្តីរបស់នាងបានចុះចោលនាងបន្ទាប់ពីនាងសម្រាលកូនទី2បាន1សប្តាហ៍ដូច្នេះស៊ីម៉នត្រូវចិញ្ចឹមកូនតែម្នាក់ឯងដោយការរើសអេតចៃលក់ដោយសារការធ្វើការងារធ្ងន់ធ្វើឲ្យស៊ីម៉នមានជំងឺទាស់មិនមានទឹកដោះគ្រប់គ្រាន់ដើម្បីបំរើកូនមួយថ្ងៃនាងបានអូសរទេះដោយដាក់កូនទាំងពីរនៅក្នុងរទេះកូនច្បងឲ្យអង្គុយចំណែកឯកូនប្អូនឲ្យដេកនៅក្នុងអង្រឹងដែលនាងចងនៅក្នុងរទេះរើអេតចៃនោះដែរស៊ីម៉នមិនដែលត្អូញត្អែសូម្បីតែបន្តិចពីការលំបាករបស់នាងទោះបីជានាងត្រូវធ្វើការនឿយហត់យ៉ាងណាក៏ដោយញើសហូរសស្រាក់ជោគអាវកញ្ចាស់ពណ៌ប្រផេះដៃវែងតែទឹកមុខញញឹមប្រកបដោយក្តីសង្ឃឹមនៅពេលដែលនាងក្រឡេកមើលកូនទាំងពីរនៅក្នុងរទេះកូនច្បងអង្គុយញ៉ាំនំប៉័ងរីឯកូនប្អូនកំពុងគេងក្នុងអង្រឹងបើទឹកដោះគោយ៉ាងមានក្តីសុខព្រោះថារបររើអេតចៃអាចធ្វើឲ្យស៊ីម៉នមានលទ្ធភាពទិញអាហារផ្គត់ផ្គង់ខ្លួនឯងនិងកូនបានពីមួយថ្ងៃទៅមួយថ្ងៃមួយម៉ោងប្រមាណ7យប់គឺជាពេលវេលាដែលនាងអូរទេះដើម្បីស្វែងរកកន្លែងស្នាក់អាស្រ័យពេលនោះមានក្រុមក្មេងស្ទាវមួយក្រុមមានគ្នា5ទៅ6នាក់បានដើរសម្ដៅមករកនាងហើយបានចម្រិតទារប្រាក់ពីនាងលុយដែលនាងរកបាននៅថ្ងៃនោះត្រូវបានក្រុមក្មេងស្ទាវយកគ្មានសល់ធ្វើឲ្យនាងមិនអាចទិញអាហារឲ្យកូនបានអញ្ចឹងកំពុងតែមានជីវភាពខ្វះខាតហើយគាត់រើអេតចៃពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងលុយដែលបានចំណូលមកគឺសម្រាប់តែផ្គត់ផ្គង់មួយថ្ងៃគឺមួយថ្ងៃទេពុំមានលុយណាសល់អញ្ចឹងណាអញ្ចឹងគាត់រើបានព្រឹកសម្រាប់ទុកទិញអាហារពេលល្ងាចអញ្ចឹងទៅឬក៏ទុកពេលល្ងាចហ្នឹងដើម្បីទិញអាហារព្រឹកដើម្បីបន្តការងាររបស់គាត់ក្នុងការរើអេតចៃបន្តទៀតអញ្ចឹងដើម្បីរកប្រាក់ចិញ្ចឹមកូនទាំងពីរអញ្ចឹងណាហើយស្រាប់តែមានក្មេងស្ទាវមកតាក់វាយគាត់និងយកប្រាក់ពីគាត់ទៅអស់អញ្ចឹងធ្វើឲ្យកូនរបស់គាត់អត់អាហារហើយធ្វើឲ្យគាត់លំបាកចិត្តមែនទែនគាត់មានតែទឹកភ្នែកយំសសេសស្រាក់តែម្ដងហើយយ៉ាងណាមិញនៅក្នុងយប់នោះផងដែរកូនរបស់នាងយំយ៉ាងខ្លាំងព្រោះគ្មានអ្វីទទួលទាននាងក៏សម្រេចចិត្តចូលសុំបាយនិងទឹកដោះគោពីអ្នកភូមិដើម្បីចំអែតក្រពះកូនអញ្ចឹងក្រោយពេលដែលនាងបានសុំអាហារពីម្ចាស់ផ្ទះនោះហើយនាងក៏បានយកមកឲ្យកូនរបស់នាងញ៉ាំបានមួយចំអែតហើយធ្វើឲ្យកូនរបស់នាងបានបាត់យំនិងបាត់ឃ្លានក្នុងពេលយប់នោះតែម្ដងហើយបន្ទាប់មកនាងក៏បានសុំម្ចាស់ផ្ទះនោះសម្រាកនៅក្បែររបងផ្ទះនោះមួយយប់តែម្ដងទៅលុះព្រឹកឡើងនាងក៏បានបន្តរបររើអេតចៃរបស់នាងបន្តទៀតអញ្ចឹងជីវិតរបស់នាងគឺពិបាកមែនទែនក្រោយពីបានប្តីរបស់នាងត្រូវបានបោះបង់ចោលនៅពេលដែលគាត់សម្រាលកូនក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍តែប៉ុណ្ណោះអញ្ចឹងប្តីរបស់នាងក៏បានបោះបង់ចោលអញ្ចឹងការជ្រើសរើសគូជីវិតក៏វាសំខាន់ដែរបងប្អូនទាំងអស់គ្នាអញ្ចឹងបើសិនជាយើងជ្រើសរើសត្រូវវាធ្វើឲ្យជីវិតយើងនឹងបវរថ្លៃថ្លានិងគ្រួសាររបស់យើងមានសុភមង្គលយ៉ាងណាមិញដោយស៊ីម៉នគាត់ជ្រើសរើសគ្រួសារខុសអញ្ចឹងធ្វើឲ្យជីវិតរបស់គាត់ក្លាយទៅជាជីវិតមួយដែលលំបាកវេទនាជាទីបំផុតអញ្ចឹងសម្រាប់គំនិតពិចារណានៅក្នុងសាច់រឿងនេះផងដែរគ្មានក្តីស្រឡាញ់ណាស្មើនឹងក្តីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះកូននោះឡើយទោះបីជាត្រូវធ្វើការងារស្រាលធ្ងន់យ៉ាងណាក៏ដោយឪពុកម្ដាយមិនដែលត្អូញត្អែឬទុកកូនឲ្យអត់អាហារស្លាប់នោះទេគាត់សុខចិត្តបូជារូបកាយដើម្បីរក្សាកូនឲ្យមានជីវិតរស់នៅលើផែនដីព្រោះគាត់យល់ថាកូនមានតម្លៃគ្មានអ្វីប្រៀបផ្ទឹមបានមេដាបិតារបស់យើងមិនថាលោកជាមនុស្សយ៉ាងណាស្ថិតនៅក្នុងឋានៈអ្វីលោកក៏គង់ជាមេដាបិតារបស់យើងដែរគាត់នៅតែស្រឡាញ់យើងដូចជាកៅភ្នែករបស់គាត់មិនបោះបង់ចោលព្រោះយើងជាកូនជាសាច់ជាឈាមរបស់គាត់ដូច្នេះយើងត្រូវគោរពស្រឡាញ់និងតបស្នងសងគុណលោកឲ្យបានច្រើនទៅតាមសមត្ថភាពដែលខ្លួនអាចធ្វើទៅបានម៉ែក្រម៉ែអត់ទោះម៉ែកំសត់ម៉ែឥតហាស្ដីទោះលុតជង្គង់អោនក្រាបដល់ដីដើម្បីបុតថ្លៃម៉ែស៊ូឥតរា
អរគុណបងប្អូនអរគ្នាសម្រាប់ការតាមដានទស្សនានៅសាច់រឿងមួយនេះតាំងពីដើមរហូតមកដល់ចប់អញ្ចឹងពីមួយរឿងទៅមួយរឿងខ្ញុំសង្ឃឹមថាបងប្អូនអរគ្នានឹងយល់កាន់តែច្បាស់អំពីមេដាបិតារបស់យើងថាពួកគាត់មានគុណយ៉ាងណាចំពោះយើងអញ្ចឹងអរគុណច្រើនវិលត្រឡប់មកជួបខ្ញុំបាទជាមួយនឹងវីដេអូក្រោយទៀតអរគុណជម្រាបលាបាយបាយ